ខ្ញុំសង្កេតឃើញថាខ្ញុំមានចំណេះដឹងច្រើនជាងមុនហើយមានភាពក្លាហានយើងអាចស្វ័យសិក្សាតាមរយៈកុំព្យូទ័រដែលមាននៅបន្ទប់បណ្ណាល័យឬ Temple បើជាអង្គទៅតាមខែនីមួយៗហើយពេលថ្ងៃអញ្ចឹងគាត់ផ្ដល់ជាអាហារពេលថ្ងៃសម្រាប់សិស្សានុសិស្សវាសួរនឹងខ្ញុំឈ្មោះកឹមដាលីនជាសិស្សថ្នាក់ទី12នៅសាលាអង្គការលើកស្ទួយជាពលរដ្ឋខ្ញុំមានទីកន្លែងកំណើតនៅទីក្រុងភ្នំពេញពុករបស់ខ្ញុំប្រកបមុខរបរជាអ្នកបើកឡានហើយម៉ាក់របស់ខ្ញុំប្រកបមុខរបរជាសង្ភៅខ្ញុំមានបងប្អូនមកចំនួន2នាក់ហើយខ្ញុំជាកូនទី2ខ្ញុំចូលមករៀនសាលាអង្គការលើកស្ទួយជាពលរដ្ឋនេះតាំងពីថ្នាក់មត្តេយ្យមកអំឡុងឆ្នាំ2014នៅក្នុងគ្រួសាររបស់ខ្ញុំអ្នកដែលរកប្រាក់សម្រាប់ទុំគ្រួសាររបស់ខ្ញុំមានប៉ាម៉ាក់ហើយនិងបងរបស់ខ្ញុំស្គាល់សាលាអង្គការលើកស្ទួយជាពលរដ្ឋតាមរយៈអ្នកជិតខាងដែលគាត់បានណែនាំមកឲ្យម៉ាក់របស់ខ្ញុំកត្តាដែលធ្វើឲ្យខ្ញុំចូលរៀននៅសាលាអង្គការលើកស្ទួយជាពលរដ្ឋហ្នឹងគឺដោយសារតែការអំឡុងពេលមុនហ្នឹងសាលាអង្គការលើកស្ទួយជាពលរដ្ឋបានផ្ដល់ជាចំនួនជាច្រើនទៅដល់សិស្សានុសិស្សដូចជាបានបើកជាអង្គទៅតាមខែនីមួយៗហើយពេលថ្ងៃអញ្ចឹងគាត់ផ្ដល់ជាអាហារពេលថ្ងៃសម្រាប់សិស្សានុសិស្សតែពេលខ្ញុំចូលរៀននៅសាលាអង្គការលើកស្ទួយជាពលរដ្ឋហ្នឹងខ្ញុំសង្កេតឃើញថាខ្ញុំមានចំណេះដឹងច្រើនជាងមុនហើយមានភាពក្លាហានអាចមានទំនាក់ទំនងល្អជាមួយនឹងមិត្តភក្តិជុំវិញខ្លួនហើយនៅពេលថ្ងៃអញ្ចឹងយើងអាចស្វ័យសិក្សាតាមរយៈកុំព្យូទ័រដែលមាននៅបន្ទប់បណ្ណាល័យឬ Temple នៅថ្ងៃអនាគតខ្ញុំចង់ធ្វើជាអ្នកជំនួញមូលហេតុដែលខ្ញុំចង់ធ្វើជាអ្នកជំនួញហ្នឹងគឺដោយសារតែខ្ញុំស្រឡាញ់អាជីពមួយហ្នឹងខ្ញុំសូមអរគុណទៅដល់ម្ចាស់សាលាដែលគាត់ជាស្ថាបនិកបង្កើតសាលានេះឡើងហើយខ្ញុំសូមអរគុណទៅដល់ Jasper ដែលបានផ្ដល់ជាជំនួយមកដល់សាលាអង្គការលើកស្ទួយជាពលរដ្ឋ